បាទជំរាបសួរខ្ញុំបាទឈ្មោះសេងច័ន្ទដេតជាគ្រូបង្រៀនរូបវិទ្យាថ្នាក់ទី 11BS នៃវិទ្យាល័យព្រះបាទសារាមរិទ្ធបាទថ្ងៃនេះខ្ញុំនឹងបង្រៀនពិសោធន៍នៅក្នុងចម្ពោះទី3រលកមេរៀនទី2រលកបាទប្រធានបទពិសោធន៍ថ្ងៃនេះគឺការពិនិត្យសញ្ញាអគ្គិសនីនិងរលកសញ្ញាអគ្គិសនីនៅក្នុងសៀគ្វីអគ្គិសនីដោយប្រើ Oscilloscope វត្ថុបំណងពិសោធន៍ថ្ងៃនេះក្រោយពិសោធន៍សិស្សបង្ហាញសញ្ញាអគ្គិសនីឬរលកសញ្ញាអគ្គិសនីនិងវាស់ខួបនៃរលកសញ្ញានោះបានត្រឹមត្រូវដោយប្រើឧបករណ៍ Oscilloscope សម្ភារៈដែលត្រូវពិសោធន៍នៅទីនេះមានបាទទី1គឺ power supply បាទទី2គឺ Oscilloscope ទី3គឺប្រភពចរន្តឆ្លាស់ទី4គឺបាទខ្សែតេស្តប្រប់បាទទី5គឺខ្សែសម្រាប់ភ្ជាប់ខ្សែហ្នឹងចុងវាមួយខាងមានដង្កៀបឬក៏កញ្ចប់ហើយចុងម្ខាងទៀតគឺមានដួយសម្រាប់ដោតបាទហើយបន្តមកទៀតមានបន្ទះស៊ីគ្វីបាទនេះបន្ទះស៊ីគ្វី breadboard ហើយនឹង resistor 1 គីឡូអូមដំណើរការពិសោធន៍បាទអញ្ចឹងដំណើរការពិសោធន៍គឺដំបូងយើងត្រូវយកដួយរបស់ Oscilloscope នេះដោតទៅនឹងប្រភពចរន្តឆ្លាស់បន្តមកទៀតយើងបើកកុងតាក់បាទយើងបើកកុងតាក់ Oscilloscope ដើម្បីឲ្យ Oscilloscope នឹងដំណើរការបាទបន្ទាប់មកគឺនេះគឺជាខ្សែតេស្តប្រប់ហើយនៅក្នុងខ្សែតេស្តប្រប់ហ្នឹងនៅគល់របស់វានេះគឺមានport សងខាង2ហើយខ្សែតេស្តប្រប់នេះគឺសម្រាប់ភ្ជាប់ទៅនឹង channel ទី1បាទ channel ទី1នេះហើយកន្លែង channel ទី1នេះគឺវាមានដុសពកសងខាង2បាទឬក៏ខ្នែងវា2សងខាងហ្នឹងហើយនៅពេលដែលយើងភ្ជាប់ចូលទៅគឺយើងធ្វើម៉េចសេរីអា port រុន port 2សងខាងហ្នឹងធ្វើម៉េចឲ្យត្រូវជាមួយនឹងខ្នែង2សងខាងរបស់ channel ទី1ហ្នឹងដែរបាទអញ្ចឹងយើងចាប់ផ្ដើមសោកបាទអញ្ចឹងយើងសោកឲ្យស៊ុបអញ្ចឹងទៅបន្តមកទៀតសោកប៉ុណ្ណឹងគឺមិនទាន់រួចទេគឺយើងមូលបាទមូលមានបាទយើងត្រូវមូលវាគឺមកស្ដាំបាទមូលមកស្ដាំឬក៏មូលស្របទិសដៅតនិកនាฬิកាហ្នឹងមកបាទអញ្ចឹងយើងមូលអញ្ចឹងទៅបានជាប់ 100% បាទហើយនៅខាងចុងបាទនៅខាងចុងនៃខ្សែប្រប់ហ្នឹងគឺមានបែកខ្នែង2ទៀតបាទអញ្ចឹងខ្នែងមួយរាងដូចម្ជុលហើយនៅក្នុងម្ជុលហ្នឹងគឺយើងអាចទាញវាចុះក្រោមប្រហើបចុះក្រោមមកអញ្ចឹងវាចេញតពុបាទវាចេញក្បាលរាងតពុអញ្ចឹងហើយយើងបលិញទៅវាជាប់អញ្ចឹងអាហ្នឹងគឺសម្រាប់តពុហើយផ្នែកម្ជុលហ្នឹងគឺសម្រាប់ទៅភ្ជាប់ទៅនឹងប៉ូលវិជ្ជមានឬក៏ប៉ូលផាសបាទខ្សែផាសចំណែកឯខាងកញ្ចប់នេះគឺសម្រាប់ភ្ជាប់ទៅនឹងម៉ាស់ឬក៏ខាងប៉ូលដកបន្តមកទៀតគឺយើងបាទបន្តមកទៀតគឺយើងយក resistor នេះបាទពុតជើង resistor ហ្នឹងដោតលើបន្ទះបាទបន្ទះអគ្គិសនី breadboard អញ្ចឹងយើងពុតវាមកបាទយើងពុតវាឲ្យដោតលើបន្ទះអគ្គិសនីទៅតែមួយគ្រាប់ទេបន្តមកទៀតយើងយកកញ្ចប់បាទខ្សែដែលមានកញ្ចប់នេះគឺចាប់ជើងសងខាងអញ្ចឹងយើងចាប់ជើងខាងណាក៏បានដែរមិនប្រកាន់ប៉ូលក្រហមឬក៏ខ្មៅទេបាទបាទអញ្ចឹងយើងចាប់រួចហើយបន្តមកទៀតយើងយកចុងខ្សែសងខាងនេះបាទចុងខ្សែសងខាងហ្នឹងគឺយកទៅដោតជាមួយនឹងរុនចេញនៃ power supply បាទរុនចេញខាង AC បាទយើងមាន2ច្រកគឺខាង DC 1ខាង AC 1អញ្ចឹងយើងដោតវាចូលទៅបន្តមកទៀតយើងដោតដួយបាទដោតដួយ power supply ចូលក្នុងប្រភពចរន្តឆ្លាស់បាទបន្តមកទៀតខ្ញុំបើកបាទចុចបើក power supply អញ្ចឹងចុចបើក power supply ហើយខ្ញុំកាច់កលិបរបស់ power supply នេះមក6 V បាទអញ្ចឹងខ្ញុំកាច់មក6 V នេះបានន័យថា power supply មាននីតិតម្លាក់តង់ស្យុងពី220នេះមក6 V អញ្ចឹងយើងតម្លាក់មក6 Vនេះដើម្បីឲ្យតង់ស្យុងទាបមានសុវត្ថិភាពការពារគ្រោះថ្នាក់នៅពេលយើងធ្វើពិសោធន៍ហើយបន្តមកទៀតគឺយើងនៅចុងខ្សែប្រប់បាទចុងខ្សែប្រប់ទាំងពីរនេះគឺយើងធ្ពក់វាមកនឹង resistor អញ្ចឹងយើងធ្ពក់ខាងណាមុនក៏បានដែរអញ្ចឹងករណីនេះគឺអត់ប្រកាន់ប៉ូលទេបាទអញ្ចឹងយើងបាទខ្ញុំធ្ពក់ខាងខ្សែដែលមានម្ជុលនេះមុនដែលមានតពុនៅចុងនេះអញ្ចឹងធ្ពក់មកខាង resistor ហ្នឹងមកហើយចុងមកខាងទៀតគឺបាទ
ពួកទៅនឹង resistor ចុងម្ខាងទៀតដែរបាទអញ្ចឹងយើងសេរីធ្វើម៉េចឲ្យវាដិតល្អបាទកុំឲ្យវារលុងអញ្ចឹងដោតឲ្យយើងឃើញនៅលើ screen oscilloscope យើងគឺមានលំយោលហើយមានលំយោលហើយប៉ុន្តែយើងត្រូវចុចលើប៊ូតុង auto មួយទៀតបាទ auto set នេះបាទចុចលើប៊ូតុង auto set ហ្នឹងគឺដើម្បីឲ្យoscilloscope ហ្នឹងវាដំណើរការដោយស្វ័យប្រវត្តិបាទអញ្ចឹងយើងចុចទៅវាលោតអក្សរ A មិញបាទអញ្ចឹងបានថាវាដើរដោយ auto ហើយនេះលោត A នេះហើយបន្ទាប់មកទៀតគឺយើងត្រូវចេះសេរីប៊ូតុងទៀតអញ្ចឹងករណីនេះយើងដោតទៅវាចេញរូបស្អាតឲ្យយើងតែម្ដងប៉ុន្តែករណីទៀតគឺវាចេញអត់ស្អាតទេអញ្ចឹងយើងត្រូវស្គាល់ប៊ូតុងនៅលើនេះបន្ថែមទៀតបាទអញ្ចឹងជួរកន្លែងនេះគឺសម្រាប់ channel 1 បាទ CH1 នេះបានថា channel ទី1បាទអញ្ចឹងយើងត្រូវចុចប៊ូតុងបាទយើងត្រូវមូលប៊ូតុងនេះគឺសម្រាប់តម្រូវតាមជួរឈរបាទនេះថាយើងតឡើងអាចសេរីកម្ពស់វាបាទអញ្ចឹងខ្ញុំមូលឲ្យមើលអញ្ចឹងមូលទៅកម្ពស់វាឡើងបាទទាបឬខ្ពស់ជាងមុននេះបាទ amplitude យើងអាចនិយាយថា amplitude ក៏បានដែរអញ្ចឹងយើងសេរីវាទៅហើយប៊ូតុងខាងនេះគឺប៊ូតុងសម្រាប់បាទប៊ូតុងខាងនេះគឺប៊ូតុងសម្រាប់សេរីមុំគៀសវាបាទនេះថាឲ្យវាតាមទិសដេកបាទនេះថាឲ្យវាធំជាងមុនឬក៏វាទូចជាងមុនបាទអញ្ចឹងអានេះកាន់តែទូចទៅអញ្ចឹងយើងបើសេរីមកនេះវាកាន់តែធំទៅឃ្លាតពីគ្នាទៅធំទៅចេះបាទហើយបន្ទាប់មកទៀតគឺតាក់ទងជាមួយនឹងប៊ូតុងកន្លែងនេះបាទអញ្ចឹងប៊ូតុងនេះគេដាក់ vertical position បាទនេះថាតម្រូវទីតាំងតាមទិសឈរអញ្ចឹងយើងអាចបាទអញ្ចឹងទីតាំងតាមទិសឈរជួនកាល screen oscilloscope យើងលំយោលរបស់យើងនេះឬក៏រលកសញ្ញារបស់យើងនេះវាអត់នៅចំកណ្ដាលអញ្ចឹងទេជួនកាលវានៅលើនេះចេញមកវានៅលើអញ្ចឹងយើងអាចសេរីវាបានអញ្ចឹងយើងសេរីវាឡើងលើឬក៏ចុះក្រោមបាទនេះថាយើងសេរីវាគឺតាមទិសឈរបាទយើងសេរីឡើងលើឬក៏ចុះក្រោមអញ្ចឹងមកអញ្ចឹងយើងសេរីហ្នឹងបានន័យថាយើងមើលនេះយើងមើលចំណុចកន្លែងនេះកន្លែងលេខ1ហ្នឹងបានថា channel ទី1ហ្នឹងយើងសេរីវាធ្វើម៉េចឲ្យវានៅចំកណ្ដាលអាក់ដេកបាទអញ្ចឹងយើងសេរីឡើងលើវិញឲ្យកន្លែងចំណុចហ្នឹងគឺវាចំអាក់ដេកបាទវាចំអាក់ដេកអញ្ចឹងហើយបន្តមកទៀតខាងនេះគេដាក់នៅលើហ្នឹងគេដាក់ horizontal position បាទន័យថាយើងសេរីទីតាំងវាតាមទិសដេកបាទន័យថាយើងអាចឲ្យរំកិលវាទៅឆ្វេងឬក៏មកស្ដាំបាទអញ្ចឹងយើងមូលវាសាកទៅនេះអញ្ចឹងយើងមូលទៅអញ្ចេះវារត់ទៅឆ្វេងបាទអញ្ចឹងករណីនេះវារត់ទៅឆ្វេងហើយបើយើងមូលមកអញ្ចេះវិញបានន័យថាវារត់មកស្ដាំអញ្ចឹងគេមានប៊ូតុងគេខាងលើនេះមួយដែរនេះសម្រាប់រត់ចុះរត់ឡើងនេះអញ្ចឹងយើងសេរីអាហ្នឹងឲ្យវាចំកណ្ដាលដែរមកបាទអញ្ចឹងសេរីចំកណ្ដាលទៅបានន័យថាវាត្រូវហើយបាទវា figure បន្តមកទៀតអញ្ចឹងយើងឃើញថាលំយោលរលកសញ្ញារបស់យើងនេះគឺវាចំទីតាំងកណ្ដាលល្អហើយបន្តមកទៀតដើម្បីវាស់ខួបវាបានបាទបន្តទៀតយើងមើលលើកន្លែងអក្សរ M នេះបាទអញ្ចឹងអក្សរ M នេះគេដាក់10 ms បានន័យថា10មីលីវិនាទីអញ្ចឹង10មីលីវិនាទីនេះគេចង់បញ្ជាក់ថា1ប្រឡោះក្រិតបាទ1ប្រឡោះក្រិតនៅលើក្រាបហ្នឹងគឺស្មើនឹង10មីលីវិនាទីអញ្ចឹងបើយើងចង់វាស់ខួបយើងគិតពីនេះមកក៏បានយើងគិតពីដើមមកក៏បានអញ្ចឹងបើយើងគិតពីកន្លែងនេះបានថាដូចគុលអូដែរអញ្ចឹងយើងគិតប៉ុណ្ណឹងមកឡើងដល់ប៉ុណ្ណេះគឺកន្លះខួបថែមអានេះជើងក្រោមមួយទៀតគឺកន្លះខួបទៀតអញ្ចឹងយើងមើលលើអេក្រង់ oscilloscope យើងឃើញថាមាន2ប្រឡោះក្រិតអញ្ចឹង2ប្រឡោះក្រិតបានថាមួយប្រឡោះក្រិតនេះគឺ10មីលីវិនាទីអញ្ចឹង2ប្រឡោះក្រិតវា20មីលីវិនាទីអញ្ចឹងខួបរបស់យើងនៅលើនេះគឺ20មីលីវិនាទីអញ្ចឹងនឹងជាតម្លៃដែលយើងកត់នៅក្នុងតារាងទិន្នន័យអញ្ចឹងយើងក៏អាចផ្លាស់ប្ដូររូបរាងរបស់រលកហ្នឹងដើម្បីគណនាបន្តទៀតដែរបាទអញ្ចឹងយើងអាចផ្លាស់ប្ដូរបែបនេះមកអញ្ចឹងយើងមើលយើងរាប់តារាងតាមហ្នឹងទៅយើងនឹងឃើញខួបហើយអញ្ចឹងយើងប្រែប្រួលរូបរាងរលកហើយយើងគណនាខួបតាមមកយើងនឹងបានយើងគណនាប៉ុន្មានដងយើងវាស់ទិន្នន័យ2ដង3ដងអញ្ចឹងមកអញ្ចឹងយើងបានន័យថាយើងទទួលបានខួបតាមពិសោធន៍ឯខួបតាមទ្រឹស្ដីគឺយើងដឹងហើយថាភ្លើងដែលយើងប្រើនេះគឺមានប្រេកង់ 50x អញ្ចឹងយើងស្គាល់ប្រេកង់អញ្ចឹងយើងអាចរកខួបបានអញ្ចឹងខួបដែលយើងប្រើនោះគឺយើងរកតាមចម្រាស់នៃប្រេកង់អញ្ចឹងយើងឃើញខួបតាមទ្រឹស្ដីអញ្ចឹងកាលណាយើងស្គាល់ខួបតាមទ្រឹស្ដីយើងស្គាល់ខួបតាមពិសោធន៍អញ្ចឹងយើងអាចរកកម្រិតអៀងបានបាទអញ្ចឹងការបង្ហាញពិសោធន៍របស់លោកគ្រូចំពោះបងប្អូនហ្នឹងគឺបានបញ្ចប់ហើយអញ្ចឹងជាបន្តទៀតនេះគឺលោកគ្រូនឹងបែងចែកបងប្អូនជា2ក្រុមគឺមួយខាងក្រុមគ្នាបាទមួយក្រុមមាន5នាក់បាទអញ្ចឹងមានក្រុម1ហើយនិងក្រុម2អញ្ចឹងនេះជាសិលឹកកិច្ចការដែលលោកគ្រូត្រូវផ្ដល់ជូនបងប្អូនហើយ
នៅពេលដែលបងអូនបានសិលកិច្ចការនឹងហើយបងអូននឹងមកធ្វើពិសោធន៍ជាក់ស្ដែងតែម្ដងដោយវត្តខួបតាមទ្រឹស្ដីនិងខួបតាមពិសោធន៍មកបំពេញតារាងកិច្ចការនេះ